សំណួរទី24 He denied playing the money from the desk មានន័យថាគាត់បានបដិសេធថាមិនបានលួចលុយពីលើតុចម្លើយ A steal ចម្លើយ B to steal ចម្លើយ C stealing ចម្លើយ D stolen តើមួយណាជាចម្លើយដ៏ត្រឹមត្រូវនៅក្នុងប្រយោគនេះយើងឃើញមានកិរិយាសព្ទ deny ដែលមានន័យថាបដិសេធថាមិនបានធ្វើអ្វីមួយក្រោយទម្រង់ deny ត្រូវប្រើ verb ing ជារញ្ញជានិច្ចរចនាសម្ព័ន្ធ deny បូកជាមួយនឹង verb ing ដូច្នេះចម្លើយដ៏ត្រឹមត្រូវនោះគឺ letter C stealing តើយើងកែទាំងអស់គ្នា he denied stealing the money from the desk ចុះហេតុអ្វីបានជាចម្លើយផ្សេងខុសចម្លើយ A steal deny មិនប្រើ verb ដើមទេចម្លើយ B to steal deny មិនប្រើជាមួយនឹង to បូកជាមួយនឹង verb ទេចម្លើយ D stolen stolen ជា past participle អញ្ចឹងมันអាចដាក់បន្ទាប់ពី deny បានទេសាមញ្ញទេអញ្ចឹងកុំចំណាយពេលច្រើនក្នុងការគិតទម្រង់បែបនេះកាលណាយើងឃើញពាក្យ deny avoid enjoy finish keep mind suggest admit consider practice គឺបន្ទាប់ពីហ្នឹងគឺ verb ing